ក្នុងមួយត្រេតនេះខ្ញុំចំណេញបាន$76ដែលក្នុងមួយត្រេតហ្នឹងគឺវាស្មើនឹង$590ក៏ប៉ុន្តែគឺខ្ញុំអត់ត្រូវចំណេញបានតែប៉ុណ្្នឹងទេគឺខ្ញុំចំណេញបានលឿនហ្នឹងទេអាចថាខ្ទង់$7ទៅ$8ក៏ប៉ុន្តែគឺខ្ញុំមានហេតុផលរបស់ខ្ញុំនៅក្នុងការបិទ position មុនហើយការសម្រេចចិត្តរបស់ខ្ញុំនេះគឺវាត្រូវហើយព្រោះដោយសារតែចិត្តដល់ម៉ោងព័ត៌មានអញ្ចឹងខ្ញុំទៅការបិទ position មុនបើសិនជាក្នុងករណីថាខ្ញុំអត់បិទជួនណាបើខ្ញុំអត់បិទពេលព័ត៌មានចេញខ្ញុំកាប់វាកវត្តទៅក្រោមវិញឬក៏វាស៊ី stop loss របស់យើងវិញក៏ថាបានដែរតែគាត់ថាយើងបិទក៏យើងចំណេញគឺយើង hold ក៏យើងចំណេញដែរហើយនៅពេលដែលលក្ខណៈថាវាប៉ះជាមួយនឹង TP របស់ខ្ញុំភ្លាមគឺវាកវត្តទៅក្រោមវិញម្ដងម្ដងហើយផលមួយខ្ញុំបិទ position ព្រោះយើងការពារហមថាយើង play safe ហើយក្នុងមួយនេះគឺវារឿង toxic ដែរអ្នកគ្នាព្រោះដោយសារពេលដែលវាឡើងច្បាប់វាកវត្តចំមកក្រោមហើយបើសិនជាក្នុងកាយថាមានអ្នកគាត់ trade គាត់ដាក់ break even គឺដាច់ break even ខ្ទេចតែម្ដងព្រោះដោយសារពេលដែលវាចុះវា reversal ហ្នឹងវាចូលពីម្ដងហើយវាឡើងថ្លៃខ្លាំងវាចុះវិញខ្លាំងឡើងថ្លៃខ្លាំងចុះវិញខ្លាំងចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងការប្រាប់អ្នកនេះពីរបៀបខ្ញុំ trade ខ្ញុំនឹងការ recap ជាមួយនឹង position មួយហ្នឹងមុននឹងចាប់ផ្ដើមវីដេអូអ្នកខ្ញុំកុំភ្លេចទៅការចុច like subscribe ហើយ follow ជាមួយនឹង channel YouTube របស់ខ្ញុំបូករួមជាមួយនឹង Facebook របស់ខ្ញុំផងដើម្បីទូបាន content បែបហ្នឹងបន្ថែមទៀតហើយគ្នាយើងកុំភ្លេចចូលរួមជាមួយនឹងក្រុម Telegram ហើយ channel Telegram របស់ខ្ញុំផងដើម្បីទូបានជាមួយនឹងព័ត៌មាន update ថ្មីមុនគេហើយខ្ញុំសប្បាយចិត្តមែនតើព្រោះថ្ងៃនេះខ្ញុំបានបោះជាមួយនឹង Trading Idea 3ឲ្យទៅកាន់គ្នាក្នុងក្រុម Premium ហើយមិនសមវិញក៏ខ្ញុំបានបោះជាមួយនឹងវីដេអូដែលខ្ញុំបានលក្ខណៈ analyze ជាមួយនឹងផ្សារមាសដែលថាមាសអាចនឹងឡើងថ្លៃខ្លាំងហើយវាអាចនឹងចុះទៅតាមអីដែលខ្ញុំបានមើលឃើញអ្នកគ្នាអាចមើលជាមួយនឹងវីដេអូនោះបាននៅក្នុងក្រុម Telegram របស់ខ្ញុំឬក៏ channel Telegram របស់ខ្ញុំមួយហ្នឹងឥឡូវនេះគឺវាបាន complete ជាមួយនឹង plan ឬក៏ផែនការរបស់ខ្ញុំដែលខ្ញុំបានដាក់តាំងពីម្សិលមិញហើយថ្ងៃនេះផងដែរ 3% គឺត្រូវទាំង 3% មិនថាខ្ញុំចូលបានតែមួយទេព្រោះថាយើងកំណត់ទៅតាម risk management របស់យើងគឺយើងចូលទៅលើ Nasdaq ឬក៏ US 100អញ្ចឹងឥឡូវនេះគឺបាន hit ជាមួយនឹង TP របស់ខ្ញុំហើយដែលអ្នកគ្នាបានឃើញលើអេក្រង់ហ្នឹងអញ្ចឹងគឺលក្ខណៈថាមុនពេលដែលវាឡើងថ្លៃខ្លាំងហ្នឹងគឺវាឈុំមែនតើគឺវាធ្វើឲ្យយើង toxic មែនតើក៏ប៉ុន្តែបើសិនអីខ្ញុំឃើញគឺខ្ញុំឃើញជាមួយនឹង Power 3ដែលអ្នកបានឃើញគឺមាន Power 3មួយវាមានជាមួយ Power 3មួយវាបានបង្កើតជាមួយនឹង accumulate ហើយវាបាន sweep បង្កើតជា manipulation អញ្ចឹងគឺខ្ញុំដឹងថា direction វាអាចនឹងឡើងក៏ប៉ុន្តែគឺវាសយលក្ខណៈថាវា toxic អីគាត់ថាពេលដែលមុនវាឡើងថ្លៃខ្លាំងវាឈុំវាសាយវានៅតម្លៃតែអញ្ចឹងអានេះគឺបានថាវាជា psychology trick ឬក៏តកតងជាមួយនឹងការ trick psychology ទៅលើ trader អញ្ចឹងអានេះគឺវាគឺជាយុទ្ធសាស្ត្រឬក៏ strategy មួយប្រហែល market maker ឬក៏ insider ដែលគេលក្ខណៈថា trick មកយកជា retail ហ្នឹងគឺគេធ្វើឲ្យយើង toxic គេចេញពីទីផ្សារអស់ឬក៏ចូលទៅកាន់ sell ព្រោះសារពេលច្រើនគឺអីដែលគេមើលឃើញគឺឈុំឡើងឬក៏ corrective ឡើងហ្នឹងគឺធ្វើឲ្យអ្នកដែលគាត់ trade ហ្នឹងគាត់មើលឃើញអូភាសាហ្នឹងឯងនឹងចុះព្រោះសារវាអត់ចង់ឡើងអញ្ចឹងគេចូល sell ឯហ្នឹងច្រើនធ្វើឲ្យទីផ្សារគឺបុកឡើងថ្លៃខ្លាំងមួយទៀតបើសិនជាក្នុងថ្ងៃថាអ្នកគាត់ពង hold buy គឺធ្វើឲ្យលក្ខណៈថាអារម្មណ៍របស់ពួកគាត់គឺលក្ខណៈថាបិទ position buy របស់គាត់ចូល sell វិញអាហ្នឹងគឺរបៀបអញ្ចឹងអានេះគឺជា trick ឬក៏ជា strategy មួយប្រហែល insider ដែលគេលក្ខណៈថាធ្វើស៊ីមកលើយើងអញ្ចឹងខ្ញុំដឹងឬក៏ខ្ញុំទុកចិត្តជាមួយនឹង position របស់ខ្ញុំដែរគឺខ្ញុំអត់ការបិទទេគឺខ្ញុំ hold ដោយសារខ្ញុំឃើញជាមួយនឹង FG 5T ដែរអញ្ចឹងយើងទុកចិត្តជាមួយនឹង position របស់យើងគឺយើងអត់លក្ខណៈថាភ័យអត់មានទៅបារម្ភអីទេហើយបើសិនជាក្នុងកាលពេលហ្នឹងខ្ញុំដាក់ជាមួយនឹង break even ណា break even របស់ខ្ញុំគឺនឹងដាច់បាត់ហើយអ្នកគ្នាតែតជាមួយនឹង FVG 5T ដែលគ្នាបានឃើញហ្នឹងគឺវា react គឺវាឡើងថ្លៃខ្លាំងមែនតើអញ្ចឹងអានេះគឺវាគ្រាន់តែជាការ live តែដែលខ្ញុំ record ទេក៏ប៉ុន្តែ position របស់ខ្ញុំ TP ខ្ញុំដាក់នៅលើនៅតម្លៃ2025អញ្ចឹងតម្លៃវានៅខ្ពស់ដែរដោយសារតែពេលហ្នឹងខ្ញុំឃើញថាវាមានជាមួយ FG មួយអញ្ចឹងគាត់ថាខ្ញុំអត់ដាក់ដល់ FG ហ្នឹងខ្ញុំដាក់នៅក្រុម FG ហ្នឹងតែនៅពេលដែលខ្ញុំមើលចុះ online analyze ឡើងតែតជាមួយនឹងម៉ោងពេលវេលាទៅគឺខ្ញុំបានឃើញថាអូខេម៉ោង9គឺវាមានព័ត៌មានមួយអញ្ចឹងគឺខ្ញុំធ្វើការបន្ថយជាមួយនឹង TP របស់ខ្ញុំមកក្រោមវិញមក swing high ខាងលើនឹងវិញអញ្ចឹងយើងចាំមើលទាំងអស់នេះតើវា hit ជាមួយនឹង TP របស់យើងអត់អញ្ចឹងអ្នកនេះបានឃើញខ្ញុំបានដាក់ឲ្យគ្នាយើងមើលវាឡើងថ្លៃខ្លាំងមែនតើវាឡើងចុះដល់ TP របស់ខ្ញុំប៉ុន្តែពេលហ្នឹងខ្ញុំក៏ស្មែចិត្តនៅក្នុងការបិទ position មួយហ្នឹងប៉ុន្តែខ្ញុំមិនបិទឥឡូវគឺខ្ញុំបិទចិត្តអាគៀក TP ដែរខ្ញុំបិទគឺអាគៀក TP បើខ្ញុំបិទព្រោះដោយសារបើសិនជាក្នុងការខ្ញុំបិទឥឡូវហ្នឹងវាអាចនឹងបាត់បង់ឱកាសច្រើនដែរព្រោះដោយសារតែបើសិនជាក្នុងការន័យថាខ្ញុំវាថាបិទលឿនពេកវាឡើងទៅថ្លៃខ្លាំងពេកគឺធ្វើអារម្មណ៍របស់យើងកាន់តែស្ដាយអញ្ចឹងខ្ញុំសឹកគិតកំណត់ជាមួយតម្លៃមួយណាដែលខ្ញុំអាចបិទបានហើយខ្ញុំបិទខ្ញុំមូលហេតុដែលខ្ញុំបិទឬក៏ខ្ញុំបិទមុននេះគឺខ្ញុំមិនមែន FOMO ខ្ញុំភ័យខ្ញុំខ្លាចទេគឺលក្ខណៈថាយើងការពារជាងការលក្ខណៈថាពេលយើងអត់បិទទៅពេលវាចដល់ TP វាចុះវិញគឺយើងស្ដាយអារម្មណ៍របស់យើងមូម៉ៅពេញមួយថ្ងៃអញ្ចឹងវាធ្វើអារម្មណ៍របស់យើងដែលជា trader ហ្នឹងគឺ toxic ទូចង់ recover ក៏ recover អត់បានដែរយើងអាចលក្ខណៈថាសេះដាច់សេះតាមអញ្ចឹងគឺធ្វើឲ្យយើងកាន់តែខាតខ្ញុំក៏លក្ខណៈថាបិទមុនបិទ position មុនអញ្ចឹងគឺលក្ខណៈថាយើងអាចនឹងមាន probability ខ្ពស់នៅក្នុងការ take profit យើងបិទក៏យើងចំណេញយើងអត់បិទក៏យើងចំណេញដែរព្រោះថាខ្ញុំខ្លាចតជាមួយពេលដែលព័ត៌មានចេញទៅវាអាចលក្ខណៈថាចុះមកវិញមកទៅហឹងអាធ្វើអារម្មណ៍យើងស្ដាយហើយមួយទៀតបើជាក្នុងការខ្ញុំអាចត្រៀមចិត្តបើទោះជាក្នុងថាយើង hold position របស់យើងឬក៏យើងទុក position របស់យើងចំណេញក៏យើងអាចទូយកបានអញ្ចឹងខ្ញុំក៏ស្ម័គ្រចិត្តបិទនៅកន្លែងហ្នឹងទៅព្រោះថាវានៅក្បែរ TP របស់ខ្ញុំណាទេវាចង្ងាយយើងគិតទៅវាអាចនឹងខ្ទង់20ទៅ30 pip នៅវិចិត្រហ្នឹងវាតិចដែរត្រូវ
ចឹងយើងអាចទទួលយកជាមួយនឹង profit មួយនឹងបានឬក៏ការខាត់របស់យើងក៏ខ្ញុំកំណត់បានដែរហើយកន្លែងនេះអ្នកគ្នាឃើញខ្ញុំគូរវងប្រាប់ហ្នឹងគឺបានថាវាចដល់ TP របស់ខ្ញុំបិទឲ្យវាឡើងថ្លៃខ្លាំងដោយសារមានម៉ោងព័ត៌មានវាជំរុញបានមកឲ្យមកខ្ទង់20ទៅ30 second ហ្នឹងគឺវាបុកឡើងថ្លៃខ្លាំងហើយតែពេលហ្នឹងអារម្មណ៍របស់ខ្ញុំគឺធម្មតាអ្នកគ្នាព្រោះថាយើងចំណេញនៅចំនួនដែលយើងចង់បានហើយបើទោះជាវាថាឡើង RTP យ៉ាងច្រើនគឺចំណេញលើសគ្នា100 200ទេខ្ញុំក៏លក្ខណៈថាសម្រាប់ចិត្តយកtake profit មុនពេលដែលវាចេញហ្នឹងទៅគឺខ្ញុំបិទហើយឡើយនេះគឺខ្ញុំបិទបាត់ហើយនេះអញ្ចឹងពេលដែលព័ត៌មានលក្ខណៈថាចេញមកគឺបានឡើងដល់ TP របស់ខ្ញុំអញ្ចឹងខ្ញុំក៏អត់ស្ដាយហើយការ trade របស់ខ្ញុំ performance របស់ខ្ញុំក៏ខ្ញុំល្អដែរសម្រាប់ថ្ងៃហ្នឹងគឺយើងអារម្មណ៍របស់យើងគឺមូលហើយយើងអត់មានទៅលក្ខណៈថាភ័យទេព្រោះថាយើងឆ្លងកាត់លក្ខណៈថាមុនពេលដែលលក្ខណៈថាវាដល់ TP របស់យើងហ្នឹងគឺវាឈុំខ្លាំងមែនទែនធ្វើអារម្មណ៍ toxic ជិះទៀតខ្ញុំធ្វើការ analyze តទៅជាមួយនឹងទីផ្សារគ្នាយើងមើលថាតើពេលដែលខ្ញុំចូលហ្នឹងគឺអារម្មណ៍យើង trade គឺវាមិនហើយពេលដែលខ្ញុំ analyze ហ្នឹងគឺខ្ញុំ analyze របៀបម៉េចអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំបានធ្វើការចូលមកកាន់ទីផ្សារចាក់ស្ដែងឥឡូវនេះគឺបាន TP វាចុះវិញអញ្ចឹងខ្ញុំអត់ទៅបារម្ភអត់ទៅភ័យអត់ទៅ toxic ជាមួយនឹងវាទេដូចខ្ញុំនិយាយអញ្ចឹង TP របស់ខ្ញុំ right នេះគឺល្អមែនតើវាប៉ះហើយវាចុះវិញអាហ្នឹងគឺធម្មតាសម្រាប់យើងដែលជា trader ពេលដែលយើងឡើង afford ជាមួយនឹង stop loss របស់យើងហើយprofit ដែលយើងបានហ្នឹងក៏វាទទួលបានដែរបើមិនយើងគិតជា risk reward ណា risk reward របស់ខ្ញុំបានថ្ងៃហ្នឹងគឺ1 ទៅ 2 កន្លែងតែនេះគឺនេះគឺ risk reward ខ្ញុំគឺ 2.76 ហ្នឹងគឺបើសិនជាពេលហ្នឹងខ្ញុំទុកបានប៉ុណ្ណឹងតែដោយសារខ្ញុំបិទមុនចុះវាអាចនឹង2កន្លែងអូខេអញ្ចឹងប៉ុណ្ណឹងក៏វាអាចទទួលយកបានដែរ1 ទៅ 2 1 ទៅ 3អាហ្នឹងគឺជា average មួយដែលខ្ញុំ trade ហើយអញ្ចឹងឥឡូវនេះគឺខ្ញុំធ្វើការ back to back ឡើងខ្ញុំធ្វើការ recap ទៅដល់មួយ post ដែលខ្ញុំចូលហ្នឹងឲ្យទៅកាន់គ្នាយើងមើលអញ្ចឹងអីដែលខ្ញុំមើលឃើញដំបូងគេពេលហ្នឹងគឺវាមិនមែនចេញមកតម្រង់បែបនេះទេមិនមែនចេញមកតម្រង់បែបអញ្ចឹងទេគឺចេះចឹងអីដែលខ្ញុំបានមើលឃើញដំបូងគេគឺខ្ញុំចូលទៅកាន់ time frame 4ម៉ោងគឺខ្ញុំមានពេលវេលាខ្ញុំមានម៉ោងមានអីធ្វើមើលត្រឹមត្រូវគឺខ្ញុំមិនចេះចូលផ្សារអ្នកគ្នាឃើញហ្នឹងកន្លែងនេះគឺជា entry reminder របស់ខ្ញុំដែលខ្ញុំ trade គឺខ្ញុំអត់ចេះតែចូលផ្សារទេចឹងអីដែលខ្ញុំមើលឃើញដំបូងគេគឺផ្សារហ្នឹងគឺវាបានប៉ះជាមួយនឹង FG time frame 1ម៉ោងហើយបូកជាមួយ FG 4ម៉ោងផងដែរអានេះគឺជា OTE ដែរវាប៉ះ OTE ប៉ះ FG ទៀតអញ្ចឹងវាក៏ចូលជាមួយនឹងតម្រង់ entry model របស់ខ្ញុំដែលខ្ញុំលក្ខណៈថាអាចទុកចិត្តជាមួយនឹង position មួយនោះបានយើងអាចដាក់កាយចូលផ្សារហើយអញ្ចឹងអានេះគឺយើងអាចទុកចិត្តបានហើយខ្ញុំសូមបញ្ជាក់ខ្ញុំអត់មានទៅជា financial advice ទៅលក្ខណៈណែនាំគ្នាយើងចូលមកក្នុងវិស័យ trade ឬក៏ឲ្យគ្នាយើងប្រឡូកជាមួយវិស័យ trade តាមខ្ញុំទេឬក៏ឲ្យគ្នាយើងចូល trade តាមខ្ញុំទេខ្ញុំគ្រាន់តែបោះជាមួយនឹង trading idea តែមួយហើយតកតងជាមួយនឹងការណែនាំឬក៏ការបរិញ្ញាគ្នាយើងឲ្យគាត់ចេះឬគាត់ច្បាស់ជាមួយនឹងវិស័យ trade មួយហ្នឹងឲ្យជាជាងការឲ្យគេទៅ scam ឬក៏ជាជាងឲ្យគ្នា trade ឲ្យខាតច្រើនអញ្ចឹងទៅអញ្ចឹងមិញថា frame 4ម៉ោងគឺខ្ញុំបានមើលឃើញតកតជាមួយនឹង direction របស់វាគឺ overall flow វាគឺតកតមួយ checklist របស់ខ្ញុំគឺផ្សារឡើងតែដោយសារខ្ញុំចូលមួយទៀតគឺ time frame 1ម៉ោង time frame 1ម៉ោងគឺខ្ញុំឃើញតម្រង់វាបែបនេះខ្ញុំឃើញមួយទៀតវាអាចនឹងមានជាមួយ FVG មួយនៅខាង frame 1ម៉ោងខ្ញុំអូផ្សារហ្នឹងអាចនឹងឡើងហើយ double ឡើងហើយព្រោះថាតើជាមួយនឹង bias គឺខ្ញុំបានឃើញថាផ្សារហ្នឹងវាមានជាមួយ draw on liquidity នៅខាងលើនេះអញ្ចឹងខ្ញុំគាត់ថាអាចនឹងឡើងហើយតើជាមួយនឹង bias ក៏វាមានដែរ bias គឺនៅ high មួយនេះអញ្ចឹងខ្ញុំអាច expectation ថាផ្សារហ្នឹងអាចនឹងឡើងដល់ high ហ្នឹងក៏តែខ្ញុំអត់ទៅលក្ខណៈថារំពឹងខ្ពស់ពេកហ្នឹងទេ TP ខ្ញុំច្រើនយកទៅដំណុំនេះទេអញ្ចឹងគឺខ្ញុំលក្ខណៈថាក៏ analyze ចឹងហើយយើងក៏ set up ក្នុងការចូលហើយពេលខ្ញុំ analyze ហ្នឹងប្រហែលជាខ្ទង់ម៉ោង6ជាងដែលខ្ញុំបោះឲ្យគ្នាយើងគឺប្រហែលខ្ទង់ម៉ោង6ជាងគេបានប្រាប់ថាម៉ោងស្មើហ្នឹងគឺយើងអត់គួរចូលទេគឺខ្ញុំចាំចូលប្រហែលខ្ទង់ម៉ោង7:08ឬក៏8ជាងបន្តិចចឹងហេតុអីឬក៏ headផលទេខ្ញុំអត់ចង់ចូលផ្សារមុនចឹង head ផលរបស់ខ្ញុំធំនោះគឺតើតបើសិនជាក្នុងការយើងចូលផ្សារមុនពេលកំណត់ឬក៏មុនថាម៉ោងដែលយើងត្រូវចូលពេលដែលយើងចូលចង្កាប់ខ្លះវាអាចនឹង sideways ចង្កាប់ខ្លះវាអាចនឹងទៅ copy direction ដែលយើងចង់បានដូចថានេះចូលបាយផ្សារនឹងអាចនឹងចុះឬក៏មួយទៀតនេះចូលបាយផ្សារនឹង sideways ចឹងទៅធ្វើឲ្យយើងខាត់ពេលវេលាឬក៏ខាត់ជាមួយនឹងលុយកាក់របស់យើងផងដែរចឹងខ្ញុំក៏សម្រេចចិត្តរៀបចំចូលផ្សារប្រហែលខ្ទង់ម៉ោង8ជាង 7:08ចឹងទៅអញ្ចឹងខ្ញុំក៏ចូលទៅកាន់ time frame 15នាទីវិញខ្ញុំចូលទៅកាន់ time frame 15នាទីគឺខ្ញុំបានឃើញថាផ្សារហ្នឹងវាបានលក្ខណៈថា sweep ជាមួយនឹង low មួយនេះតែពេលដល់ទី sweep low ហើយវាបានលក្ខណៈឈុំអញ្ចឹងខ្ញុំក៏អត់តន់ទុកចិត្តដែរខ្ញុំចូលទៅកាន់ time frame 5នាទីមកតង់ទៀតអញ្ចឹងដល់ពេលខ្ញុំចូលទៅកាន់ time frame 5នាទីអីដែលខ្ញុំមើលឃើញខ្ញុំឃើញថាវាបានបង្កើតជា accumulate ហើយវាបានបង្កើតជា manipulation អញ្ចឹងខ្ញុំក៏ទុកចិត្តដែរជាមួយនឹងទីផ្សារមួយហ្នឹងវាបានបង្កើតជា distribution ទៅលើហ្នឹងទៅលើខ្លាំងអញ្ចឹងខ្ញុំក៏លក្ខណៈថាចូល entry នៅម្ដុំហ្នឹងទោះខ្ញុំបានតម្លៃទាបប៉ុណ្ណាក៏ដោយខ្ញុំចូលអាម្ដុំនេះខ្ញុំចូលអាម្ដុំនេះខ្ញុំប្រាប់ honestly ហ្មងខ្ញុំអត់មានទៅលក្ខណៈថាកុហកគ្នាយើងឬក៏ខ្ញុំអត់មានទៅលក្ខណៈថាបោកគ្នាយើងថាអូខ្ញុំបានចូលតម្លៃទាបទេអត់មានណាគ្នាព្រោះវាច្រើនsocial media គឺគេតែប្រាប់នេះអូចូលបានតម្លៃនេះគ្មានណាគេចូលបានតម្លៃប៉ុណ្ណឹងទេហ្នឹង spread ហ្នឹងយ៉ាងច្រើនចូលបានប៉ុណ្ណេះខ្ញុំចូលបានប៉ុណ្ណឹងទៅ stop loss របស់ខ្ញុំគឺ low នេះ860ជាងនេះ19 860ជាងចុះ TP របស់ខ្ញុំគឺដំបូងគឺខ្ញុំយក high នេះឆ្ងាយ TP របស់ខ្ញុំ time frame 1ម៉ោងគឺខ្ញុំយកឆ្ងាយអញ្ចឹង TP របស់ខ្ញុំដំបូងគឺខ្ញុំយក តាម FG ខាងលើនេះអញ្ចឹងគឺវាថាវាឆ្ងាយដែរតែពេលខ្ញុំមើលចុះមកឡើងអូខេម៉ោងព័ត៌មានគឺវាចិត្តដល់ហើយប៉ុន្តែពេលហ្នឹងគឺវាមិនដល់ដោយសារតែវានៅខ្ទង់ម៉ោង8វានៅឆ្ងាយទេខ្ញុំគាត់ថា position មួយហ្នឹងវាអត់ hold យូរណាស់ហ្នឹងអញ្ចឹងគឺខ្ញុំក៏លក្ខណៈថាចូល entry ហ្នឹងហើយខ្ញុំដាក់ជាមួយនឹង TP របស់ខ្ញុំនៅលើនេះម្ដុំនេះ TP ខ្ញុំនៅលើនេះដែលខ្ញុំយកជាមួយនឹង
zone area zone ដែលខ្ញុំអាចកំណត់ណាដែលមិនថាកន្លែងនេះវាគឺជា TP zone ឬក៏ TP area ដែលខ្ញុំឡើងថាបើសិនជាក្នុងការថាផ្សារហ្នឹងវាឡើងមកដល់ zone មួយហ្នឹងគឺយើងអាចស្វែងចិត្តបិទដៃក៏បានយើងចាំដល់ TP ក៏បានអាហ្នឹងវាជាការសម្រេចចិត្តរបស់យើងប៉ុន្តែខ្ញុំក៏សម្រេចចិត្តពេលហ្នឹងចាំទៀតខ្ញុំត្រូវការប្រាប់ចឹងពេលហ្នឹងយើងក៏ trust the process របស់យើងគឺយើង hold ជាមួយនឹង person របស់យើងទៅអានេះគឺខ្ញុំអត់ analyze អីច្រើនណាស់នេះគឺដូចយ៉ាងនេះបានឃើញចឹងគឺ ICT ពេលខ្លះយើងមិនបាច់ចាំទៅសេអីស្អាតអីហ្នឹងទេព្រោះជឿដល់ទៅសេទៀតព្រោះដោយសារតែវាអត់ចាំបាច់ទេឲ្យយើងមើលឃើញយល់គឺយើងអាចចូលបានហើយអញ្ចឹងកន្លែងនេះគឺខ្ញុំលក្ខណៈថាចូលទៅកាន់តាម5នាទីវិញខ្ញុំ hold position របស់ខ្ញុំចាំមើលឡើងឡើងដល់តាមនេះអូគាត់ថាអូផ្សារហ្នឹងចំណេញច្រើនហើយឡើងហើយតែមានណាវាចុះវិញបុកពុះមិនតង់តែយើងអត់ភ័យយើងអត់លក្ខណៈថាទៅបិទ position forward បិទ position ទេគឺថាយើងទុកចិត្តជាមួយ position របស់យើងព្រោះថា stop loss របស់ខ្ញុំគឺវាឆ្ងាយដែរ30 pip វាឆ្ងាយដែរយើងអាចទទួលយកបានរីវ៉ាត់របស់ខ្ញុំក៏បានលក្ខណៈថា1ទល់3ដែរ1ទល់4ពេលហ្នឹងខ្ញុំទុកចិត្ត1ទល់4តែដល់ពេលឡើងចាប់ដើមឡើងឃើញឡើងនេះដំបូងគឺខ្ញុំឃើញឡើងតែប៉ុណ្ណេះមកวันนี้ខ្ញុំមានសង្ឃឹមវិញអោបផ្សារដល់ឡើងហើយវាអត់ចុះហើយដល់ឡើងហើយ 100% ត្រពេលហើយមិនឡើងមែនឡើងហើយបុបនេះគ្រាន់តែពេលដែលវាចុះមកដល់ធំនេះអូថាផ្សារដល់ CSL បាត់ហើយព្រោះថាផ្សារហ្នឹងវាអាចនឹងមានការកវត្តហ្នឹងមានថាការកវត្តមុនព័ត៌មានប៉ុន្តែខ្ញុំនៅតែ keep position ហ្នឹងon ឬក៏ keep position ហ្នឹង continue ដែរគឺយើងអត់មានទៅបិទ position មុនទេបើមិនខ្ញុំនិយាយពីពេលដែលខ្ញុំ start ជាមួយ site ទៅដំបូងតែផ្សារចុះដល់ប៉ុណ្នេះបិទ position បាត់ហើយខ្ញុំខ្លាចបាត់បង់ចំនួនលុយរបស់ខ្ញុំដែរចំនួនប៉ុណ្នេះគឺជា stop loss មួយដែលយើងអាច afford to lose បានអញ្ចឹងខ្ញុំក៏ hold position ហ្នឹងទៀត hold រហូតដល់លក្ខណៈថាដល់ប្រវែងប៉ុណ្ណេះចាប់ដល់ម៉ោងព័ត៌មានខ្ញុំឲ្យអ្នកគ្នាមើលកំ pl ែងមួយពេលហ្នឹងគឺ hold ឡើងវាថាបានខ្ពស់ហើយផ្សារហ្នឹងវាចុះមកប៉ុណ្ណេះទៀតអញ្ចឹងមែនថាចេះអានេះហើយវាគឺជាការរត់ត្រឡប់មួយដែលខ្ញុំលែងដាក់ជាមួយនឹង break even ឬក៏ BE ពេលហ្នឹងបើសិនជាក្នុងថ្ងៃថាដាក់ break even ឡើងនេះក៏ដាច់អ្នកដែលគាត់បាយនេះទៅដាក់ break even ឡើងនេះក៏ដាច់តែផ្សារហ្នឹងគឺចុះមកយកជាមួយនឹង break even ព្រោះថាវាអាចនឹងដឹងថា direction ទីផ្សារគឺវានឹងមានការឡើងទៅលើមួយតង់ទៀតអញ្ចឹងខ្ញុំក៏លក្ខណៈថាអត់មានទៅខ្វល់អត់មានទៅភ័យអត់មានទៅបារម្ភថាផ្សារហ្នឹងគឺវាលក្ខណៈថាចុះទៅបន្តទៅទេអត់ខ្វល់ stop loss គឺប៉ុណ្ណឹងគឺ lock stop loss ហើយនឹងចោលតែឯងហ្មងគឺអត់មានទៅរំកិលអីញ៉ៃ TP របស់ខ្ញុំគឺខ្ញុំអាចរំកិលបានព្រោះដោយសារ TP វាគឺជាការសម្រេចចិត្តរបស់យើងចំនួនប៉ុណ្ណាដែលយើងអាចយកបានចំនួនប៉ុណ្ណាដែលយើងអាច afford បានយកវាបានដែលយើងអត់លុបលន់ហើយយើងមានអារម្មណ៍ថា enough ជាមួយនឹងវាយើងគ្រប់គ្រាន់ក្នុងការយកវាហើយអញ្ចឹងខ្ញុំក៏ហូរទៅដល់កន្លែងមួយដល់ពេលមួយនេះមិនម្ដុំហ្នឹងឯង sorry គ្នាយើងដល់ពេលមួយម្ដុំនេះម្ដុំនេះគឺខ្ញុំចាប់ដើមមើលឃើញថាអូខេមកហ្នឹងវាចង់គៀកម៉ោង9ហើយម្ដុំនេះឡើងដល់កន្លែងនេះគៀកថាម៉ោង9អូខេអញ្ចឹងខ្ញុំក៏រំកិលជាមួយហ្នឹងTP របស់ខ្ញុំមកឡូនេះវិញព្រោះដោយសារបើសិនជាក្នុងករណីថាទុកដល់លើនេះវាអាចនឹង probability វារៀងតិចនៅក្នុងការ hit TP អញ្ចឹងខ្ញុំក៏លក្ខណៈថាចាំយកនៅ low នេះវិញយកនៅ high នេះវិញ sorry អញ្ចឹងក៏យើងលក្ខណៈថា hold ទៅដល់ TP របស់យើងបាត់ប៉ុន្តែខ្ញុំបានបញ្ជាក់អីគឺខ្ញុំបានបិទមុនពេលដែលវាព័ត៌មានចេញដោយសារខ្ញុំឃើញថាព័ត៌មានចេញរយៈពេល2នាទីទៀតអញ្ចឹងខ្ញុំនឹងការបិទមុនព្រោះយើងខ្លាចពេលដែលយើងចូលផ្សារដល់យើងចូលចាំបងព័ត៌មានវាអាចនឹងកវត្តព្រោះយើងដើម direction ច្បាស់មែនក៏ប៉ុន្តែនៅពេលដែលយើងលក្ខណៈថាចូលដោយលក្ខណៈខុសពេលខុសវេលាគឺធ្វើឲ្យ position របស់យើងកវត្តឬក៏ខាតអញ្ចឹងគឺយើងដើម្បីការពារខ្លួនឯងផងយើងយកលុយដែលយើងចំណេញបានផងអញ្ចឹងយើងសុខចិត្តបិទ position មុនប៉ុន្តែយើងទទួលបានចំនួនមួយដែលយើងអាចទទួលយកបានតែខ្ញុំមើលឃើញថា profit ពេលហ្នឹងគឺវាច្រើនដែរគឺយើងអត់មានទៅភ័យអត់មានទៅបារម្ភថាផ្សារគឺវាទៅទៀតទេអត់ខ្វល់ឡើងខ្វល់ profit អនាគតដែរអញ្ចឹងយើងយកប៉ុណ្្នឹងទៅ$500រកណាបានអ្នកគ្នាក្នុងរយៈពេលមួយថ្ងៃអញ្ចឹងវីដេអូហ្នឹងគឺវាប៉ុណ្ណឹងគ្នាអូឈប់ស្មានតែគាត់ចង់ចូលជាមួយក្រុម premium ឬក៏តើតើមួយការរៀនអីគ្នាយើងអាច contact ខ្ញុំបានឥឡូវនេះគឺមាន discount 50% ហើយថ្ងៃនេះគឺខ្ញុំបានប្រាប់ឲ្យគឺខ្ញុំបានបោះជាមួយនឹង ID របស់ខ្ញុំទាំង 3% គឺចូលទៅគឺត្រូវទាំងអស់តែខ្ញុំចូលបានតែមួយឯងខ្ញុំចូលបានតែ Nasdaq មួយដោយសារតែ Nasdaq វាចូលជាមួយនឹង rule របស់ខ្ញុំជាងវាត្រូវមួយផែនការរបស់ខ្ញុំ set up risk management ត្រូវជាងអញ្ចឹងអ្នកគាត់ចង់ចូលរៀនអាច contact ខ្ញុំបានព្រោះដោយសារយើងមានជាមួយ discount 50% អញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ